អូខេតោះឥឡូវយើងមករៀន trade មាសទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះមាសនៅតម្លៃ$3,328ណាហើយកម្ពុជាដែលខ្ពស់ជាងគេគឺនៅខែមេសាខែមុនហ្នឹងកាលពីថ្ងៃទី25គឺ3,400ថា3,500ចុះណាគឺជាតម្លៃដែលខ្ពស់ជាងគេយើងឃើញការចាប់ពីនឹងមកគឺមាសធ្លាក់មកមួយខែជាងមកដល់ឥឡូវប៉ុន្តែការធ្លាក់របស់វាគឺធ្លាក់អស់ហើយគឺ3វ៉ាវណាគឺ3វ៉ាវឥឡូវយើងមើលថាបច្ចុប្បន្នគឺមាសនៅទៅណាទៀតណាបើសិនជាយើងមើលទៅតាមលំហូរណាបើយើងមើលទៅតាមលំហូរធំមាសស្ថិតនៅតែលំហូរអាប់នៅឡើយទេណាបើយើងគូកាត់មកណា high low high low high សម្រាប់ daily high គឺនៅត្រង់នេះណា daily low អញ្ចឹងគឺនៅ up trend ហើយការពីខែ4ថ្ងៃទី25មាសចាប់ផ្ដើមធ្លាក់ប៉ុន្តែយើងឃើញកន្លែងនេះការឡើងទៅវាខ្លាំងឡើងជា improve ប៉ុន្តែការចុះរបស់វា1 2 3គឺចុះជា3 wave អញ្ចឹងនៅពេលដែលផ្សារឡើងខ្លាំងឬក៏ចុះខ្លាំងហើយការ pull back មកវិញជា correction 1 2 3អញ្ចឹងណាភាគរយច្រើនផ្សារនឹងទៅតាមលំហូរនឹងទៀតមានន័យថាភាគរយច្រើនផ្សារគឺអាចទៅតាមលំហូរណាអាច break កម្ពូលណាអាច break កម្ពូលជាឧទាហរណ៍ចាបើសិនជាផ្សារបង្កើតជា improve ណាបន្ទាប់បង្កើតជា improve មានន័យថា improve មានន័យថាផ្សារឡើងខ្លាំងអញ្ចឹងឬក៏ចុះខ្លាំងនេះហៅថា move ជា improve ដើរជា improve បន្ទាប់ពីដើរជា improve ហើយស្រាប់តែការចុះវិញវាចុះឡើងឧទាហរណ៍លក្ខណៈ3 wave បែបនេះមានន័យថាវាចុះដែរប៉ុន្តែវាចុះអត់ផុតជើងឯងហើយវាបង្កើតជា1 2 3ដោយអានេះជាក់ស្ដែងណាដោយតម្លៃជាក់ស្ដែងចាណាដោយតម្លៃជាក់ស្ដែងយើងឃើញការឡើងរបស់វា1ណាការឡើងជា improve ប៉ុន្តែគេចុះវិញ1 2 3វាចុះជា3 wave វាចុះជា3 wave អញ្ចឹងបើករណីវាចុះជា3 wave បែបហ្នឹងវាអាចមាន improve ទៅលើមួយទៀតណាវាអាចមាន improve ទៅលើមួយទៀតអញ្ចឹងសួរថាវានឹងបន្តទៅលើពីបច្ចុប្បន្នដោយសារបច្ចុប្បន្នបើសិនជាយើងមើល correction របស់វា3 wave 1 2 3បើសិនជាយើងមើលប៉ុណ្ណឹងផ្សារហ្នឹងគឺស្ថិតនៅក្នុងកូន down trend ស្ថិតនៅកូន down trend អញ្ចឹងមានន័យថាវាមាន key zone មួយដែរណាវាមាន key zone មួយដែរសួរថាផ្សារវាអាចមាន scenario បែបនេះទេវាអាចមានគឺមានគឺវាអាចចុះពីតម្លៃបច្ចុប្បន្នមកដល់ scenario បែបនេះប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាមើលគឺកន្លែងនេះណាគឺកន្លែងជើង low នេះណាជើង low ដែលវា break ឡើងទៅលើនេះឃើញមាន key zone strong អញ្ចឹងអ្វីដែលខ្ញុំមើលឃើញផ្សារបើសិនជាវាចុះហើយបែបយឺតគឺវាអាចចុះដល់នេះណាបើសិនជាករណីចុះដល់តំបន់ហ្នឹងកន្លែងហ្នឹងគឺជាឱកាសដែលយើងអាចរកការបាយបានណាគឺយើងអាចរកការបាយកន្លែងហ្នឹងបានប៉ុន្តែយើងត្រូវមើលគោលដៅទីផ្សារជាក់ស្ដែងថាការចុះរបស់វាយឺតឬក៏ខ្លាំងណាយឺតឬក៏ខ្លាំងបើការចុះយឺតគឺល្អមកដល់តំបន់ហ្នឹងគឺយើងអាចរកការបាយបានscenario ទី2ណាscenario ទី2គឺវាអាច break តំបន់ key zone ខាងលើហ្នឹងជា improve ណា break ជា improve អញ្ចឹងអាកន្លែងខាងលើនេះគឺវាងាយស្រួលទេទាំងអស់គ្នាវាងាយស្រួលមើលហេតុអីបានខ្ញុំថាងាយស្រួលមើលបើសិនជាយើងចង់ដឹងថាវា break ពិតឬមិនពិតយើងចាំមើលបកគោល daily បកគោលមួយថ្ងៃបិទសិនព្រោះអីអ្វីដែលយើងកំពុងតែមើលនេះគឺយើងមើលនៅក្នុង time frame មួយថ្ងៃតោះណាយើងមើលក្នុង time frame មួយថ្ងៃអញ្ចឹងយើងអត់អាចទៅមើលក្នុង time frame 1ម៉ោងឬក៏15នាទីនៅពេលដែលវា break បានទេអញ្ចឹងនឹងមានន័យថាយើងចាំមើល candlestick មួយថ្ងៃបិទឧទាហរណ៍ថាបើសិនជាយើងឃើញ candlestick ឡើងខ្លាំងយើងវាអត់ទាន់បិទបកគោលទេអាហ្នឹងយើងអត់ទាន់យកជាការទេអញ្ចឹងចាំបកគោលហ្នឹងបិទសិនអញ្ចឹងបើសិនជាបកគោលហ្នឹងបិទមានន័យថាតំបន់ហ្នឹងគឺ break ណាបើសិនជាតំបន់ហ្នឹង break គោលដៅលើវាអាច pull back ហើយវាបន្តទៅលើបន្ថែមទៀតណាវាបន្តទៅលើបន្ថែមទៀតតោះណាវាបន្តទៅលើបន្ថែមទៀតអញ្ចឹងដើម្បីចង់ដឹងថាវា break មិន break ពេលខ្លះយើងអាចច្រឡំណាយើងអាចច្រឡំ time frame អញ្ចឹងទី1យើងត្រូវមើល time frame នឹងឲ្យច្បាស់ដូចខ្ញុំបញ្ជាក់អញ្ចឹង goal មានអ្វីដែលយើងកំពុងមើលគឺយើងមើលនៅក្នុង time frame មួយថ្ងៃអញ្ចឹងបកគោនេះបកគោ key zone នេះគឺជាបកគោក្នុង time frame មួយថ្ងៃដូចគ្នាអញ្ចឹងដើម្បីថាដឹងថាបកគោហ្នឹង key zone ហ្នឹង break ឬក៏មិន break យើងត្រូវចាំ time frame មួយថ្ងៃបិទណាយើងត្រូវចាំ time frame មួយថ្ងៃបិទសិនព្រោះអីពេលខ្លះវា break បិទមែនឧទាហរណ៍វា break បិទមែនប៉ុន្តែវាអត់ទាន់បិទទៀនទេណាវាអត់ទាន់បិទទៀនទេប៉ុន្តែស្រាប់តែពេលវាបិទទៀនវាបិទបែបនេះឧទាហរណ៍ណាវាបិទចេញជា wick បែបនេះណាវាបិទជា wick បែបនេះអញ្ចឹងភាគរយច្រើនបើសិនជាផ្សារចេញតម្រង់បែបហ្នឹងណាភាគរយច្រើនគឺវាមកក្រោមទៀតណាគឺវាមកក្រោមទៀតហើយសម្រាប់ការមកក្រោមគឺវាមាន2 scenario ទាំងអស់គ្នាបើករណីថាវាចុះក្រោមគឺវាមាន2 scenario ទី1
គឺវាអាចមកវ៉ែវទៀតណាវាអាចមកវ៉ែវទៀតយើងហៅថា5វ៉ែវវានៅតែជា impulse 1 2 3 4 5វាអាចនៅទៅលើណាវាអាចនៅទៅលើបើសិនជាស្នាយោទី2បើសិនជាករណីវាមកខ្លាំងណាបើសិនជាករណីវាមកខ្លាំងជា impulse វាអាច pull back ហើយវាអាចបន្តចុះកវិញណាវាអាច pull back ហើយបន្តចុះកវិញប៉ុន្តែទាំងអស់ហ្នឹងវាគឺជាសេណារីយ៉ូនៅពេលខាងមុខណានៅពេលខាងមុខអ្វីដែលអ្នកទាំងអស់គ្នាត្រូវមើលគឺខ្ញុំឬ comment ទី1មើល key zone បញ្ជាលំហនេះ key zone នេះខ្ញុំបញ្ជាក់ថាវាបញ្ជាលំហអត់សូវល្អទេអ្វីដែលខ្ញុំ recommend នេះបើសិនជាវា pull back មកដល់តំបន់នេះណាបើវា pull back មកដល់តំបន់នេះយឺតណាមានន័យថាវាឡើងចុះជ្រុំណាហើយបកគោ candlestick បិទអត់សូវ strong ទេ wick លើ wick ក្រោមអញ្ចឹងទៅមានន័យថា wick លើ wick ក្រោមយើងយល់ឧទាហរណ៍តែបកគោចេះអ្នកបកគោបែបចេះបើសិនជាវាចុះមកតម្រង់បកគោបែបអញ្ចឹងភាគរយច្រើនគឺវាអាចឡើងលើពីតំបន់នេះទៅទៀតណាពីតំបន់នេះទៅទៀតអូខេអញ្ចឹងអានេះគឺជាស្នាយោមាសអ្វីដែលខ្ញុំមើលឃើញហើយខ្ញុំនឹងព្យាយាមអាប់ដេតឲ្យបន្ថែមទៀតនៅពេលក្រោយអូខេអរគុណហើយកុំភ្លេច join Telegram Channel ផងសម្រាប់អ្នកដែលអត់ទាន់មាន account អាចបង្កើតតាមរយៈ link ខាងក្រោមដែលខ្ញុំដាក់ឲ្យនឹងបាទអរគុណ